បើគេថ្ងៃនេះយើងបង្ហាញបងប្អូនពីរបៀបនៃការផ្ដាច់ license ដែលវាជាប់ជាមួយនឹងកុំព្យូទ័ររបស់យើងមិនថាកុំព្យូទ័ររបស់យើងប្រើប្រភេទ Windows អ្វីក៏ដោយជាទូទៅបងប្អូនទិញកុំព្យូទ័រមកមិនថាជា laptop មិនថាជា desktop គឺបងប្អូនតែងតែមាន license របស់ Windows Home Edition ទេព្រោះជាទូទៅគឺគេ set មកគឺវាជាប់ Windows Home នៅខាងក្នុងហ្នឹងហើយ license របស់វាគឺជាប្រភេទ OEM ទៀតគឺ license ជាប់នឹង board ចឹងបងប្អូនត្រូវចាំថា OEM គឺជា license ជាប់នឹង board retail គឺជា license ដែលអាចទេពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយបានមានន័យថាយើងចង់ទេតើយើងផ្ដាច់ license ចេញពីកុំព្យូទ័រដែលមាន license retail ហ្នឹងសិនមានថាយើង uninstall វាចោលហើយរួចយើងទៅដាក់នៅកុំព្យូទ័រថ្មីបានក៏តែ OEM មានន័យថាវាជាប់ជាមួយនឹង board រហូតតែម្ដងបើសិនជាបងប្អូនចង់ធ្វើការផ្លាស់ប្ដូរវាតើតែបងប្អូនធ្វើ uninstall ដូចគ្នាអូខេអញ្ចឹងយើងចាប់ដើមចូលនេះមកយើងអាចចូល start ក៏បានចូល search ក៏បានអូខេយើងត្រូវសរសេរពាក្យថា CMD មកបាទ CMD គឺពាក្យពេញវា command prompt តមកបងប្អូនយកពាក្យថា run នេះ run administrator នេះអូខេចូលហ្នឹងមកបាទតពីចូលមកគឺវាចេញផ្ទាំងបែបនេះអ្នកថាក៏ដាក់ command prompt នៅខាងលើហ្នឹងអូខេជាងបងប្អូនវាយអក្សរមួយចំនួនដូចខ្ញុំគឺជាកូដរបស់ command prompt ហ្នឹងបាទ YSL MGR បាទ space 1 forward slash UPK បាទ UPK មកពីថាuninstall product key enter មកបាទនេះយើងផ្ដាច់ហើយមើលដាក់ uninstall product key បាទយើងត្រូវ uninstall product key ទៀតនៅក្នុងsystem របស់វាតែម្ដងគឺ Regedit ហ្នឹងមានថាវាច្រើនវាមាននៅក្នុង Regedit នោះទៀតអូខេចឹងបងប្អូនវាយដូចគ្នាហ្នឹងមក SLMGR space 1 forward slash CPKY អូខេបាទនេះវាដាក់ product key from registry clear successful អូខេបាទបន្ទាប់ពីបានប៉ុណ្ណឹងហើយគឺបងប្អូនអាចបិទចោលបានហើយបន្ទាប់មកចូលកន្លែង search បាន start បានមុនយើងចូល start ហើយយើងចូល search ម្ដងបានវាដូចតែគ្នាទេអញ្ចឹងយើងវាយពាក្យថា activate មកបាទយើងចូលលើនេះមកហើយបន្តទៅទៀតគឺបងប្អូនចាប់ដើមចូលកន្លែង change គឺកន្លែង change product key អូខេចូល change មកបាទតមកគឺបងប្អូន copy license មានថា license ដែលបងប្អូនបានទទួលពីខាងខ្ញុំហ្នឹងនេះប្រភេទ license OEM អូខេអញ្ចឹងខ្ញុំ copy ចូលទៅតែកន្លែងព័ត៌មានទាំងអស់ហ្នឹងគឺខ្ញុំសូមធ្វើការ blur វាបាទអញ្ចឹងខ្ញុំ copy ចូលបាទអញ្ចឹងខ្ញុំធ្វើការផាសមកហើយតមកចុច next តមកចុច activateបាទអូខេអញ្ចឹងមានថា license របស់ខ្ញុំបានធ្វើការactivate ប្រកបដោយជោគជ័យហើយបាទអញ្ចឹងយើងអាចទៅឆែកវាជាមួយនឹង command prompt ទៀតយើងចូល search ម្ដងទៅមុនចូល start បាទវាយ CMD មកហើយរួចយកពាក្យថា run ក៏បានព្រោះម្ដងនេះយើងអាចយក open ផ្ទាល់តែម្ដងហ្មងក៏បានព្រោះមុនយើងយក run ព្រោះតែយើងធ្វើការផ្ដាច់វាឥឡូវយើងយក open មកបាទអញ្ចឹងយើងវាយដូចមុនអញ្ចឹង SL MGR space 1 forward slash យើងវាយពាក្យថា XPR មកពី expire យើងចង់ដឹងថាវា permanent អត់អូខេបាទនេះវាដាក់ permanently activated អូខេអញ្ចឹងចុចអូខេមកអញ្ចឹងយើងឆែកមើល license របស់យើងទៀត SLMGR space 1 forward slash DLI បាទនេះគឺជាប្រភេទ license OEM អញ្ចឹងដូចខ្ញុំបញ្ជាក់ចឹងអានឹងវាជាប់នឹង board ហើយបាទព័ត៌មានកន្លែងនេះមានថាវាបង្ហាញតែត្រឹមកតុយទេអញ្ចឹងវាមិនបង្ហាញព័ត៌មានទាំងស្រុងទេទាក់ទងជាមួយនឹងproduct key របស់យើងបាទហ្នឹងហើយរបៀបនៃការបដាច់ license ក៏ដូចជាការបញ្ចូល license មានតែប៉ុណ្្នឹងឯងបាទសូមអរគុណ